ចន់កូនប្រុសតារាចម្រៀងព្រាបសុវត្ថិនាំមិត្តបរទេសច្រៀងរៀបរាប់ពីទុកលំបាកកម្ពុជារងការឈ្លានពានពីថៃឲ្យពិភពលោកបានដឹងអញ្ចន់កូនប្រុសតារាចម្រៀងព្រាបសុវត្ថិកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិកបាននាំមិត្តបរទេសចំនួន4នាក់ច្រៀងរៀបរាប់ពីទុកលំបាកកម្ពុជាដែលកំពុងរងគ្រោះពីការឈ្លានពានរបស់ថៃទោះបីជាពេលកន្លងមកអញ្ចន់ដែលជាកូនប្រុសទី2របស់កម្ពុជាតារាចម្រៀងព្រាបសុវត្ថិទទួលរងនឹងការរិះគន់ខ្លះៗអំពីការចេញបទចម្រៀងខុសពេលវេលាក្តីតែពេលនេះរូបលោកទទួលបានការកោតសរសើរជាច្រើនបន្ទាប់ពីរូបលោកចូលផ្សព្វផ្សាយបញ្ហាប្រទេសជាតិបង្ហាញទៅកាន់អន្តរជាតិនិងបានសូមបួងសួងឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពតាមរយៈវីដេអូចម្រៀងខ្លីៗដែលអញ្ចន់បានបង្ហាញនៅលើ Facebook ផ្ទាល់ខ្លួនរបស់លោកកាលពីថ្មីៗនេះលោកបានដឹកនាំមិត្តភ័ក្តិបរទេសចំនួន4នាក់ច្រៀងចម្រៀងរៀបរាប់ពីទុក្ខលំបាករបស់កម្ពុជាដែលរងគ្រោះដោយសារការឈ្លានពានពីថៃដើម្បីបង្ហាញទៅកាន់ពិភពលោកឲ្យបានដឹងថាកម្ពុជាត្រូវការសន្តិភាពក្រៅពីច្រៀងចម្រៀងរួមគ្នានៅបទចម្រៀងនេះនីចនក៏បានចូលរួមថវិកាចំនួន$1000ដើម្បីជួយដល់កងទ័ពនិងបងប្អូនភៀសសឹកដែលកំពុងភៀសខ្លួនរកទីទួលកន្លែងសុវត្ថិភាពបន្ទាប់ពីរងគ្រោះដោយសារការវាយប្រហារពីកងទ័ពសៀម